ហុងស៊ុយក្រោយផ្ទះដែលល្អយើងហៅថាហុងស៊ុយប្រមូលទ្រព្យបាតនោះគឺនីវ៉ូក្រោយផ្ទះនីវ៉ូឬក៏បាតខាងក្រោយផ្ទះហ្នឹងត្រូវខ្ពស់ជាងខាងមុខធ្វើយ៉ាងណាឲ្យភ្លៀងធ្លាក់មកហូរពីខាងក្រោយផ្ទះបាទទៅខាងមុខផ្ទះទី2បាទយើងនិយាយអំពីជញ្ជាំងនិងដំបូលទី1ជញ្ជាំងផ្ទះតោងត្រង់ណាបាទអត់មានកពីកកពកបាទអត់មានផតតផ្ទះបាយតបទប់ទឹកអីឲ្យវាផតឬក៏ឲ្យលយទៅទេដូចគ្នានេះដំបូលក៏ដូចគ្នាបាទអត់មានម៉ូតម៉ាអីពីក្រោយវាទៅជាផតទៅជាពកទេផតឬក៏ពកចឹងគឺខុសហើយបាទវាខុសហុងស៊ុយធន់ធ្ងរគេហៅថាហុងស៊ុយគ្មានបារមីហុងស៊ុយប្រកបដោយគ្រោះមួយទៀតជញ្ជាំងផ្ទះខាងក្រោយហ្នឹងមិនត្រឹមតែត្រូវត្រង់ទេបាទថែមទាំងទ្វារក្រោយបាទទ្វារក្រោយគឺត្រូវនៅជញ្ជាំងផ្ទះខាងក្រោយបាទអត់មានទ្វារក្រោយទៅនៅជញ្ជាំងផ្ទះខាងចំហៀងនោះទេរបងក្រោយផ្ទះរបងផ្ទះតោងតែជារបងដែលជិតខ្យល់មិនមែនរបងដែលលិចខ្យល់ទេរបងដែលលិចខ្យល់នៅក្នុងក្បួនហុងស៊ុយមិនហៅថារបងទេគឺហៅថារនាំងឯរបងពិតត្រូវតែជិតខ្យល់របងក្រោយផ្ទះតោងខ្ពស់ជាងរបងចំហៀងបាទរបងចំហៀង1ម៉ែត្របាទខ្ពស់ជាង1ម៉ែត្រមានន័យថារបងចំហៀងនោះកម្ពស់2ម៉ែត្រឯរបងខាងក្រោយហ្នឹងកម្ពស់3ម៉ែត្រនេះជារបងហុងស៊ុយក្រោយផ្ទះដែលយើងហៅថារបងបារមីទី4ហុងស៊ុយក្រោយផ្ទះដដែលគឺឆ្ងាយយើងនិយាយថាឆ្ងាយវាមិនមែនទីចិត្តណាបាទឧទាហរណ៍ថា20ម៉ែត្រ30ម៉ែត្រ40ម៉ែត្រ100ម៉ែត្រឬក៏ឆ្ងាយជាងនឹងរបងផ្ទះខាងក្រោយយើងនិយាយហើយឯហុងស៊ុយខាងក្រោយរបងទៅទៀតបាទយើងក៏និយាយថែមទៀតថាតើចម្ងាយបាទលើសពី40ហត្ថទៅលើសពី40ហត្ថត្រូវមានលក្ខណៈយ៉ាងណាបាទទី1បើខាងក្រោយហ្នឹងមានអាគារខ្ពស់ខាងក្រោយផ្ទះយើងណាគឺល្អហើយបើអត់មានបាទអាគារក្រោយផ្ទះខាងក្រោយហ្នឹងអត់មានអាគារខ្ពស់ទេต้องមានដើមឈើដែលខ្ពស់ឬក៏មានភ្នំតែម្ដងនៅខាងក្រោយផ្ទះក៏កាន់តែល្អថែមទៀតតែបើអត់មានអាគារខ្ពស់បាទអត់មានដើមឈើខ្ពស់អត់មានភ្នំទេបាទតោងធ្វើដំបូលផ្ទះដែលមានលក្ខណៈជាកំពូលបាទជាកំពូលភ្នំហ្នឹងជាជំនួសវិញបាទនេះគឺជាលក្ខណៈពិសេស4យ៉ាងនៃហុងស៊ុយក្រោយផ្ទះបើវីដេអូនេះមានប្រយោជន៍សូម share បន្តដើម្បីចែកគ្នាដឹងឮនិងធ្វើការសិក្សា